ឯកឧត្តមពេញពោសាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានសង្កត់ធ្ងន់ថាវិស័យឯកជនមានតួនាទីគន្លឹះក្នុងការជំរុញកំណើននិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិតាមរយៈការចូលរួមចំណែកធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មការបញ្ចូលបច្ចេកវិទ្យាទំនើបនិងគំនិតច្នៃប្រឌិតសម្ដៅបង្កើនប្រសិទ្ធភាពនិងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចក៏ដូចជាបង្កើតការងារនិងកាត់បន្ថយភាពក្រីក្រថ្លែងក្នុងកិច្ចសម្ភាសជាមួយក្រុមការងារអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាឯកឧត្តមពេញពោសាអភិបាលខេត្តបានលើកឡើងថាតាមរយៈការវិនិយោគពីវិស័យឯកជននេះបានធ្វើឲ្យខេត្តស្វាយរៀងបានប្រែក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មមួយយ៉ាងសំខាន់ដោយមានរោងចក្រសហគ្រាសក្រុមហ៊ុនឯកជនសរុប1068កន្លែងដែលបានបង្កើតការងារសរុបចំនួន147,134 នាក់មិនតែប៉ុណ្ណោះការវិនិយោគទាំងនេះបានបង្កើតនៅភាពប្រតិក្រឡាគ្នាយ៉ាងធំធេងដែលនាំឲ្យប្រជាពលរដ្ឋមានការងារធ្វើទទួលបានចំណូលនិងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានភាពប្រសើរឡើងជាលំដាប់ឯកឧត្តមអភិបាលខេត្តបានបន្តថាបន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងឆ្នាំ2025រហូតមកដល់បច្ចុប្បន្ននេះខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន13កន្លែងនិងកំពុងដំណើរការមានចំនួន12កន្លែងជាងនេះទៅទៀតក្នុងរយៈពេល9ខែឆ្នាំ2025នេះខេត្តស្វាយរៀងបានទទួលឥទ្ធិពលវិជ្ជមានគួរឲ្យកត់សម្គាល់ក្នុងនោះទទួលបានការវិនិយោគបង្កើតរោងចក្រសហគ្រាសថ្មីចំនួន56កន្លែងបង្កើតការងារបានចំនួន48,968 នាក់ឯកឧត្តមបានបញ្ជាក់ថាបើតាមអនុគណៈកម្មាធិការវិនិយោគខេត្តក្នុងរយៈពេល9ខែឆ្នាំ2025នេះបានអនុញ្ញាតឲ្យចុះបញ្ជីវិនិយោគក្រុមហ៊ុនរោងចក្រចំនួន6កន្លែងនៅក្នុងស្រុកស្វាយជ្រុំចំនួន4កន្លែងបាវិត1កន្លែងចន្ទ្រា1កន្លែងឯកឧត្តមពេញពោសាបានសង្កត់ធ្ងន់ថាទឹកប្រាក់ប្រមាណ$49 លានអាមេរិកក្នុងមួយខែត្រូវបានចាត់បញ្ចូលទៅក្នុងចរន្តសេដ្ឋកិច្ចរបស់ខេត្តតាមរយៈការបើកប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិតចំនួននេះនៅមិនទាន់គិតបញ្ចូលនៅចំណូលប្រយោលជាច្រើនទៀតដែលប្រជាពលរដ្ឋទទួលបានពីការប្រកបមុខរបរផ្សេងៗនៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសនិងរោងចក្រសហគ្រាសនៅឡើយទេអញ្ចឹងខ្ញុំសូមជម្រាបជូនថារាល់ថ្ងៃនេះតំបន់សេដ្ឋកិច្ចពិសេសរោងចក្រសហគ្រាសនៅក្នុងមួយខែគឺគ្រាន់តែយើងចំណាយប្រាក់ឈ្នួលទៅដល់កម្មការនេះធ្វើការបាទឬក៏បុគ្គលិកនេះក្នុងមួយខែគឺយើងចំណាយចេញពីក្រុមហ៊ុនសហគ្រាសរោងចក្រហ្នឹងបញ្ចូលមកការបើកប្រាក់ឈ្នួលនេះគឺមានចំនួនរហូតដល់ទៅជិត$50 លានគឺ$49 លានបាទក្នុងមួយខែហើយបងប្អូនជាពលរដ្ឋរបស់យើងនេះខ្ញុំសូមលើកបន្តិចសិនមុននឹងដល់ហ្នឹងគឺថាផលិតផលក្នុងស្រុកសរុបចា៎របស់ខេត្តស្វាយរៀងគឺក្នុងមួយឆ្នាំស្មើនឹង$1,580 ជាងលានបាទផលិតផលក្នុងស្រុកសរុបគឺនេះខ្ញុំនិយាយតួលេខឆ្នាំ2024នេះយកតនសរុបឆ្នាំ2025ទេគឺកើនឡើងដល់ទៅ5.7% បាទប្រៀបធៀបទៅនឹងឆ្នាំ2023បាទហើយនៅក្នុងនោះការចូលរួមចំណែកធំគឺវិស័យឧស្សាហកម្មចា៎បាទគឺរោងចក្រតែម្ដងបាទហើយប្រជាពលរដ្ឋទទួលបានបាទប្រាក់ប្រចាំឆ្នាំបាទក្នុងម្នាក់គឺ$2,550ជាងបាទគឺក៏កើនឡើងដែររហូតដល់ទៅ$160 $164សំទោសបើប្រៀបធៀបទៅនឹងឆ្នាំ2023អញ្ចឹងយើងមានការកើនឡើងខ្ពស់បាទកើនឡើងខ្ពស់អញ្ចឹងការកើនឡើងនេះបានជួយទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើងឯកឧត្តមពេញពោសាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានបញ្ជាក់ជាថ្មីថាសក្តានុពលនៃការវិនិយោគរបស់វិស័យឯកជនទាំងក្នុងស្រុកនិងវិនិយោគផ្ទាល់ពីបរទេសពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើនឱកាសការងារគ្រប់ប្រភេទជូនប្រជាពលរដ្ឋមិនថាខេត្តស្វាយរៀងគឺនៅទូទាំងប្រទេសតែម្ដង។